មកម្ដងទៀតតោះឡើងហ្នឹងពីមុនគ្នាយើងអានេះវាមេរៀននេះវាចេញពីគេចេញពី order block មកអញ្ចឹងដល់គ្នាយើងយល់ពី order block សិនថា order block ជាអីបើគ្នាយើងយល់ order block ហើយបានគ្នាយើងអាចមកយល់ពី breaker អញ្ចឹងយើងត្រូវបែងចែកវាដាច់ពេលណាវាជា order block ពេលណាវាជា breaker block ហើយគ្នាយើងត្រូវយល់ពីហ្នឹងឲ្យដាច់ពីគ្នាថាអូបើសិនបង្កើត order block វាមានន័យម៉េចវាទីផ្សារវាអាចទៅម៉េចពេលដែលវាបង្កើតទៅជា breaker វាមានន័យម៉េចអញ្ចឹង order block បង្កើត run direction ឡើងលើពេលដែលវាទៅជា breaker run direction ចុះក្រោមដោយសារអី breaker មានតួនាទី run direction វាឆ្លាស់ជាមួយលំហ order block អញ្ចឹង order block bullish breaker វាទៅជាលំហ bearish តោះឡើយហ្នឹងណាយើងឥឡូវមុននឹងគ្នាយើងចូល entry អីផ្សេងៗទៀតវាអត់សំខាន់ទេសំខាន់គ្នាយើងយល់តែពីរហ្នឹងឲ្យដាច់សិនថាពេលណាវា breaker ពេលណាវា order block សង្ស័យដេកលក់ហ្នឹងតែខ្លាចអត់យល់បរៀនរាល់ថ្ងៃខ្លាចតែបរៀនចុះបរៀនឡើងទៅចុងក្រោយអត់យល់អីគេ breaker អីគេ order block ខំរៀន entry model រៀនអីណាបើ order block អត់យល់ breaker អត់យល់ផងតែ entry model ណាកើតពេលដែលផ្សារចុះមកផ្ដាច់តម្លៃ order block ហ្នឹងពេលហ្នឹងហើយដែល order block ហ្នឹងមើលយើងត្រូវមើល order block មួយនេះទៅជា breaker ហើយ breaker រុញ direction វាឆ្លាស់វាបើ order block រុញ bullish breaker រុញ bearish ឥឡូវយើងត្រូវយល់វាហ្នឹងសិនតោះយើងយល់អាហ្នឹងបានមកយើងនេះមករៀនបំបែកកន្លែងនេះអញ្ចឹងអ្វីដែលយើងត្រូវរៀនគឺរៀនពេលដែលវាចាក់ចូលតម្លៃ breaker នេះបើសិនវាចូលតម្លៃ breaker ម្ដងទៀតតាមយមន័យរបស់ breaker វារុញ direction មកច្រាស់ជាមួយនឹងលំហ order អញ្ចឹងបើសិនវារុញ direction ច្រាស់មួយលំហ order ពេលដែលផ្សារឡើងមកដល់ point breaker ហ្នឹងតើយើង entry មិនបានខ្លះយើងអាច entry មិន entry បែបណាអាហ្នឹងរឿងដែលសំខាន់ប៉ុន្តែមកដល់ចំណុចហ្នឹងខ្ញុំត្រូវយល់អីខ្លះទី1ត្រូវយល់ order block សិនពេលយល់ order block ហើយត្រូវយល់ផ្សារ break order block ពេល break order block ត្រូវយល់ជា breaker block ពេលយល់ជា breaker ហើយពេលផ្សារឡើងចាក់ breaker គួរលេងមិនវាមានមកតរបស់វាយល់អត់មិនមែនសក់មកមើលអូកន្លែងនេះ point entry ហើយបើមិនទាន់យល់អា order block មិន breaker មិនផង entry មិនវិញទាន់ឡើយហ្នឹងអត់ឃើញយើងតន់លោកគ្រូតន់